បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹង channel ខ្ញុំម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំចង់ចេញវីដេអូមួយចែករំលែកតាក់ទងជាមួយនឹងការចិញ្ចឹមត្រីលម្អនៅក្នុងផ្ទះហ្នឹងហើយវីដេអូនេះខ្ញុំគិតថានឹងចែករំលែកទៅបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលចង់ចិញ្ចឹមនៅត្រីលម្អនៅក្នុងផ្ទះបាទហើយសូមបញ្ជាក់ផងដែរថាខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងការចិញ្ចឹមត្រីអីណាទេប៉ុន្តែខ្ញុំគ្រាន់តែមានបទពិសោធន៍តិចតួចទាក់ទងជាមួយនឹងការចិញ្ចឹមត្រីហើយបច្ចុប្បន្នខ្ញុំក៏មានត្រីនៅក្នុងផ្ទះផងដែរគឺត្រីចិញ្ចឹមហ្នឹងហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងចំណេះដឹងនៃការចិញ្ចឹមត្រីលម្អខ្ញុំគាត់ថានឹងមានប្រយោជន៍សម្រាប់បងប្អូនណាដែលចង់ចិញ្ចឹមតែទើបតែចាប់ផ្ដើមដំបូងបាទហ្នឹងហើយអូខេហ្នឹងហើយកុំឲ្យខាត់ពេលវេលាយូរអញ្ចឹងខ្ញុំសូមចែករំលែកពាក់ព័ន្ធជាមួយនឹងបទពិសោធន៍បន្តិចហើយនឹងចំណេះដឹងតិចតួចសម្រាប់ចែកជូនបាទជាដំបូងឡើយសម្រាប់ការចិញ្ចឹមត្រីលម្អគឺយើងចាប់ផ្ដើមរៀបចំនៅទូតាំងក៏ដូចជាគ្រឿងដេគ័រអាហ្នឹងស៊ីសងលើបងប្អូនទេបើសិនជាបងប្អូនស្រឡាញ់នៅក្នុងការដេគ័រនៅក្នុងទូឲ្យវាមានសម្រស់កាន់តែស្រស់ស្អាតអញ្ចឹងបងប្អូនអាចចាប់ផ្ដើមជាមួយនឹងការដេគ័របានហើយមួយវិញទៀតតើតើជាមួយនឹងទូតាំងរបស់យើងគឺប្រភេទទូគឺវាមានច្រើនវាមានតាមប្រភេទ Ultra Wide ប្រភេទកញ្ចក់ធម្មតាអញ្ចឹងប្រភេទ Ultra Wide គឺជាប្រភេទទូដែលថ្លាដាច់លក្ខណៈថានៅពេលដែលយើងមើលទៅគឺវាអត់មានស្នាមអត់មានអីដូចជាទូធម្មតាទេទូធម្មតាយើងមើលវាអត់មានស្នាមទេប៉ុន្តែវាមានយើងមើលទៅលក្ខណៈថាវារៀងមិនជ្រះហ្នឹងហើយអត់ដូចទូពួក Ultra Wide ប្រភេទ Ultra Wide គឺជាទូដែលថ្លាយើងមើលទៅគឺវាថ្លាដាច់ដូចយើងមើលនៅក្នុងទឹកអញ្ចឹងហើយប្រភេទទូផងដែរគឺវាមានច្រើនទំហំច្រើនសាយអញ្ចឹងស៊ីសងទៅលើបងប្អូនស្រឡាញ់បងប្អូនត្រូវការទូប៉ុន្មានដាក់នៅក្នុងផ្ទះអញ្ចឹងបងប្អូនអាចជ្រើសរើសទៅប្រភេទតាមទូបានហើយប្រភេទទូក៏វាអាចជ្រើសរើសទៅតាមប្រភេទត្រីផងដែរឧទាហរណ៍ថាបងប្អូនស្រឡាញ់ត្រីកតុយ3សម្រាប់ចិញ្ចឹមអញ្ចឹងគឺយើងអាចជ្រើសរើសទូប្រភេទដាក់ត្រីកតុយ3បានហើយមួយវិញទៀតសម្រាប់គ្រឿងដេគ័រនៅក្នុងទូបងប្អូនអាចឲ្យគេរៀបចំដេគ័រនៅអ្វីដែលយើងស្រឡាញ់ប្រភេទដេគ័រនៅក្នុងទូបានហ្នឹងហើយអត់ខ្វះទេនៅពេញនៅស្រុកខ្មែរអញ្ចឹងគឺគេមានអ្នកជួលដេគ័រឲ្យយើងអញ្ចឹងណាស៊ីសងទៅលើយើងនិយាយតម្លៃជាមួយនឹងខាងអ្នកធ្វើនឹងត្រូវបាទហើយតែបើយើងខ្វះលុយយើងបាត់ចិត្តយើងទៀតយើងអាចឆ្នៃខ្លួនឯងបាននៅតាមព្រៃតាមអីយើងអាចដើររកប្រភេទឈើប្រភេទអីយកមកដេគ័រទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនហើយពាក់ព័ន្ធជាមួយនឹងមួយចំណុចចុងក្រោយដែលសំខាន់នេះគឺពាក់ព័ន្ធជាមួយនឹងការនៅពេលដែលយើងដាក់ត្រីរៀបចំនៅក្នុងទូនៅពេលដែលយើងដេគ័រហើយរៀបចំទីកន្លែងសម្រាប់ទូហើយគឺយើងទៅធ្វើការថែទាំទៅលើទឹករបស់ត្រីហ្នឹងហើយដែលកំពុងរស់នៅឬក៏ជាប្រភេទទឹកដែលយើងត្រៀមសម្រាប់ដូរហ្នឹងហើយអញ្ចឹងបើសិនជាយើងនិយាយពីការរៀបចំទឹកគឺបងប្អូនខ្លះគាត់យល់ហើយទី1គឺយើងត្រូវមានថ្នាំសម្រាប់កាត់ខ្លហើយមួយទៀតគឺយើងត្រូវមានថ្នាំសម្រាប់ព្យាបាលនៅពេលដែលត្រីឈឺហើយនឹងថ្នាំធ្វើឲ្យទឹកថ្លាហើយក៏ដូចជាថ្នាំជំនួយបាក់តេរីនៅក្នុងទឹកផងដែរហើយសម្រាប់ថ្នាំទាំងអស់នេះគឺវាមានគុណភាពទៅតាមតម្លៃនៃកម្រិតថ្នាំនីមួយៗដែរឧទាហរណ៍ថាបើសិនជាយើងចង់បានប្រភេទរៀងធូរថ្លៃអញ្ចឹងកម្រិតនៃគុណភាពរបស់វាក៏រៀងទាបទៅតាមនឹងដែរអញ្ចឹងសរុបមកវិញគឺការថែទាំទឹកការដាក់ថ្នាំនិងឯការបង្កើនបាក់តេរីនៅក្នុងទឹកគឺជាជំរើសទី1ដែលបងប្អូនត្រូវតែ maintenance វាឲ្យដិតព្រោះថាត្រីវាមិនខុសពីមនុស្សយើងទេនៅពេលដែលយើងមានខ្យល់ដកដង្ហើមមិនបរិសុទ្ធឬក៏ខ្យល់ដែលมันមានផាសុកភាពនោះមនុស្សយើងនឹងឈឺដូចគ្នាយ៉ាងណាមិញត្រីក៏អញ្ចឹងដែរនៅពេលដែលទឹកគ្មានគុណភាពទឹកសម្បូរទៅដោយបាក់តេរីនិងមេរោគក៏ត្រីវាឈឺហើយនឹងឆាប់ងាប់ទៅតាមនឹងដែរបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសម្រាប់ការចែករំលែកបើសិនជាបងប្អូនចូលចិត្តនៅវីដេអូមួយនេះអាច comment នៅខាងក្រោមវីដេអូនេះបានហើយក៏អធិស្ឋានសម្រាប់
ការនិយាយក៏ដូចជាចំណេះដឹងតិចតួចក្នុងការចែករំលែកក្នុងវីដេអូនេះបើសិនជាបងឬក៏បងប្អូនណាដែលគាត់មានបទពិសោធន៍យូរឆ្នាំនៅក្នុងការចិញ្ចឹមហើយមានអ្វីចង់បន្ថែមនៅក្នុងវីដេអូនេះដើម្បីកែប្រែកំហុសដែលខ្ញុំបាននិយាយឬក៏មានអីចង់អាប់ដេតទៅលើការនិយាយរបស់ខ្ញុំគឺបងប្អូនអាចជួយ comment ចែករំលែកដល់បងប្អូនយើងដែលចូលមើលផងសម្រាប់ការទស្សនាហើយអូខេអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាការចែករំលែកនេះជាបទពិសោធន៍តិចតួចសម្រាប់ចែករំលែកដល់បងប្អូនដែលកំពុងដែលមានត្រីចិញ្ចឹមនៅក្នុងផ្ទះហ្នឹងហើយវាក៏ល្អសម្រាប់បងប្អូនដែលគាត់ទើបតែចាប់ផ្ដើមចង់ចិញ្ចឹមត្រីព្រោះពេលខ្លះយើងមើលទៅផ្ទះគេឬក៏កន្លែងគេទៅនៅពេលដែលមានត្រីចិញ្ចឹមទៅយើងគិតថាវាល្អមួយយ៉ាងដែរវាស្អាតវាកំដរពេលយើងអត់សុខជាពិសេសខ្ញុំរៀបមិនឲ្យបងប្អូនដែលនៅផ្ទះមានកូនតូចៗអីគួរតែចិញ្ចឹមទៅព្រោះនៅពេលដែលកូនយើងទំនេរមកពីរៀនឬក៏នៅផ្ទះអត់ធ្វើអីគាត់ប្រកាសជាទាយទូរស័ព្ទលេងអញ្ចឹងបើសិនជាយើងមានត្រីមកទូនៅក្នុងផ្ទះក៏វាល្អដែរអញ្ចឹងពួកគាត់អាចមើលពីសកម្មភាពត្រីហែលនៅក្នុងផ្ទះអញ្ចឹងទៅបាទអញ្ចឹងវីដេអូនេះវារៀងវែងដែរអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានសង្ឃឹមថាវីដេអូមួយនេះនឹងល្អសម្រាប់បងឬក៏បងប្អូនដែលគាត់ចង់ចាប់ផ្ដើមចិញ្ចឹមត្រីអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណ